បាទសួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាអំពី function មួយទៀតបាទនោះគឺ function sum product បាទតើរូបមន្ត sum product នេះមានរូបរាងយ៉ាងម៉េចហើយគេប្រើដើម្បីអ្វីឥឡូវយើងទៅមើលអ្នកនរគ្នាបាទនេះគឺជារូបរាងរបស់ sum product បាទដែលមានparameter ទី1គឺ array 1 array ទី1 array ទី2ហើយនិង array ទី3អាចមានច្រើនទៀតណាហើយរូបមន្ត sum product នេះគឺប្រើដើម្បីបូកសរុបលទ្ធផលក្រោយពីបានធ្វើផលគុណរួចបាទបានន័យថារូបមន្ត sum product នេះគឺវាមុនដំបូងគឺវាធ្វើការគុណហើយទៅបូកសរុបផលគុណនឹងបាទហើយ array ទី1គឺជាអ្វីបាទ array ទី1គឺជាបណ្ដុំទិន្នន័យបាទនៅក្នុងជួរទី1ដែលត្រូវយកទៅគុណបាទបាទអញ្ចឹង array ទី2 array ទី3ជាបណ្ដុំទិន្នន័យបន្តបន្ទាប់ដែលត្រូវយកមកគុណផងដែរហ្នឹងហើយបាទបើយើងមានតែ array ទី1ក៏យើងធ្វើទៅ array ទី1ទៅបើយើងមាន array ទី2 array ទី3ក៏យើងធ្វើបន្តបន្ទាប់មកទៀតបងបាទចំណាំបាទគ្រប់ array ទាំងអស់ត្រូវមានទិន្នន័យស្មើគ្នាណាអត់មានជួរទី1មាន10ធាតុដល់មានជួរទី2មាន11ធាតុអាហ្នឹងគឺ error ណាអត់ត្រូវទេបាទមួយទៀតគឺយើងអាចជំនួសសញ្ញា comma ណាដោយសញ្ញាបូកដកគុណឬក៏ចែកបានណានេះនៅក្នុងparameter វានេះគឺបន្ទាប់ពី array ទី1គឺមាន comma បាទអញ្ចឹងយើងអាចជំនួស comma នីមួយនេះដោយសញ្ញាបូកក៏បានដកក៏បានគុណក៏បានចែកក៏បានណាអាស្រ័យនឹងតម្រូវការរបស់យើងឥឡូវយើងទៅអនុវត្តនៅក្នុងកម្មវិធី Excel ទាំងអស់គ្នាបាទខ្ញុំមានតារាងទិន្នន័យមួយបាទស្ដីពីការលក់បាទផ្លែឈើបាទដែលមានជួរឈរទី1គឺជាឈ្មោះផ្លែឈើបាទហើយជួរឈរទី2គឺតំបន់បាទលក់នៅតំបន់ហើយជួរឈរទី3គឺតម្លៃលក់ក្នុង1គីឡូក្រាមហើយជួរឈរទី4គឺជាចំនួនដែលលក់បានគិតជាគីឡូហ្នឹងហើយដល់ជួរឈរទី5គឺតម្លៃណាតម្លៃសរុបបាទហើយជាដំបូងខ្ញុំសូមបង្ហាញអំពីការប្រើរូបមន្ត product បាទរូបមន្ត product គឺជារូបមន្តផលគុណបាទអញ្ចឹងខ្ញុំនឹងគុណ4000និង10បាទ3500និង5បាទដាក់ផ្លាស់នេះយើងប្រើរូបមន្ត product មើល product ហើយយើង select មកនេះselect ពី D 7ដល់ E 7ហើយយើងបិទមកវិញបិទមកខ្ចប់មកវិញមកអញ្ចឹងបើន័យថាវាឃើញ40000អញ្ចឹង1គីឡូ4000យើងលក់ដាច់10គីឡូវាបាន40000បាទហើយយើងអូវាមកក្រោមមកនេះបាទឃើញនេះគឺជារូបមន្ត product យើងអាចមើលគ្នាបាននេះបន្ទាប់មកទៀតខ្ញុំប្រើរូបមន្ត sum ដើម្បីបូកសរុបលទ្ធផលដែលយើងគុណឃើញនេះតើឃើញប្រមាណទាំងតំណែងទាំងអស់ហ្នឹងទាំងពីរមុខតំណែងហ្នឹងឃើញប្រមាណខ្ញុំដាក់រូបមន្ត sum យើង select ទាំងអស់មកបើមកចាប់វិញបាទយើងឃើញថាតម្លៃសរុបដែលយើងលក់បានគឺមាន203,000ណាបាទ203,000នេះគឺជាការប្រើរូបមន្ត product ហើយនឹង sum
បាទឥឡូវងាកមករូបមន្តសាំ product របស់យើងវិញតាមមើលឈ្មោះក៏ដូចជាលទ្ធផលដែលរូបមន្តនឹងបានបង្ហាញហ្នឹងរូបមន្តសាំ product គឺវាមានរួមបញ្ចូលរូបមន្ត2គឺរូបមន្ត product មួយហើយនិងសាំមួយបាទឥឡូវយើងចាំមើលលទ្ធផលវាឈ្មោះវាសាំ product មកនេះសាំផង product ផងមកនេះវា2ឥឡូវចាំមើលការងារវាធ្វើតើវាដូចproduct ហើយនឹងសាំដែរអត់ចាំមើលអូខេឥឡូវដាក់សញ្ញាស្មើមកយើងសរសេរសាំ product សាំ product យើងដឹងហើយ parameter របស់វាទី1របស់សាំ product ទី1គឺ array ទី1អញ្ចឹងយើង select តម្លៃ array ទី1បន្តទៀត comma មួយមកទៅមក array ទី2បាទ array ទី2ចឹងនេះមកបាទហើយយើងបាត់វងកញ្ចក់មកវិញបាទនេះខាងក្រោមនេះគឺជារូបមន្តដែលយើងធ្វើគឺសាំ product បើវងកញ្ចក់ D7 ដល់ D10 ណាD7 ដល់ D10 នៅផ្លោះនេះគឺ D7 កន្លែងនេះរហូតដល់ D10 កន្លែងនេះហើយ comma 1 E7 ដល់ E10 comma 1 E7 ដល់ E10 អញ្ចឹងលទ្ធផលឃើញ 203,000 ដូចសាំដែរបាទអញ្ចឹងតាមរយៈលទ្ធផលដែលយើងបានរកឃើញគឺវាស្មើទៅនឹងដែលយើងបានរកដោយប្រើរូបមន្ត product ហើយនឹងសាំហ្នឹងឯងមិនន័យថាមុនដំបូងយើងធ្វើ product ឃើញអត់ទៅយើងយកសាំមកឃើញតម្លៃសរុបដល់ពេលរូបមន្តសាំ product យើងប្រើតែមួយបាទឃើញលទ្ធផលដូចគ្នាដែរបាទអញ្ចឹងមិនន័យថារូបមន្តសាំ product គឺរួមបញ្ចូលពីររូបមន្តគឺរូបមន្ត product មួយនិងរូបមន្តសាំមួយទៀតបាទអានេះគឺទី1នេះគឺការរកតម្លៃសរុបបាទដែលបានដែលលក់បានតម្លៃសរុបដែលលក់បាននេះគឺតម្លៃសរុបបាទយើងក៏អាចរកតម្លៃតែមួយមុខបានដែរដូចជាទី2នេះគឺរកតម្លៃសរុបដែលលក់បានគឺផ្លែប៉ោមបើតែយើងបូកសរុបតែផ្លែប៉ោមទេតើធ្វើលក់បានប្រមាណយើងក៏អាចធ្វើបានដែរណាតាមរយៈរូបមន្តសាំ product នឹងឯងអូខេឥឡូវយើងដាក់សញ្ញាស្មើបាទសាំ product បាទរួចហើយ array ទី1ដោយសារយើងយកតែផ្លែប៉ោមអញ្ចឹងarray ដែលមានផ្លែប៉ោមឬក៏ row ដែលមានផ្លែប៉ោមគឺ row B អញ្ចឹងចាប់ពី B7 មក B10 អញ្ចឹងយើងយក row B នេះធ្វើជា array ទី1បាទបន្ទាប់មកទៀតយើងដាក់សញ្ញាស្មើយើងដាក់ double quote បាទ double quote ហើយយើងសរសេរពាក្យថា play form បាទយើងដាក់ comma ទេយើងបិទវងកញ្ចក់មកវិញហើយយើងដាក់សញ្ញាគុណបាទសញ្ញាគុណគឺសញ្ញាផ្កាយបាទហើយបើវងកញ្ចក់ទៀតយើង select array ដែលជាតម្លៃណាតម្លៃរបស់ទំនិញហ្នឹងយើង select វាទាំងអស់មកបាទហើយបិទវងកញ្ចក់មកវិញហើយយើងដាក់សញ្ញាគុណទៀតបាទហើយគុណនឹងចំនួនដែលលក់បានបាទយើងបិទវងកញ្ចក់មកវិញមកបាទយើងបើកវងកញ្ចក់នេះផងដោយសារយើងបើកវងកញ្ចក់ពីរចិនចឹងយើងបិទពីរចិនដែរបាទអញ្ចឹងយើង enter មកបាទបើយើងឃើញ185,500 បាទអញ្ចឹងរូបមន្តគឺសាំ product អានឹង rank ដែលជាមុខទំនិញហើយស្មើបើ double quote នោះយើងសេឈ្មោះទំនិញបិទវងកញ្ចក់វិញសញ្ញាគុណណាសញ្ញាគុណបើវងកញ្ចក់យើង select rank ដែលជាតម្លៃរបស់ទំនិញបាទ
បិទមកវិញមកយើងគុណនឹងរ៉េងដែលជាលទ្ធផលដែលលក់បានហើយបិទមកវិញមកបាទអញ្ចឹងយើងឃើញ18500បាទយើងគិតមើលទៅតើត្រូវឬខុសបាទឥឡូវយើងមើលផ្លែប៉ោមភ្នំពេញអានេះ40000អានេះផ្លែប៉ោមដែលយើងអត់គិតតំបន់ទេណាយើងគិតតែផ្លែប៉ោមទេបាទ1 2 3ផ្លែប៉ោមមាន3អញ្ចឹងប៉ោមទី1 40000 4ផ្លែប៉ោមទី2 9វា13បាទ13អានេះផ្លែប៉ោម50000ទៀត18 185,500ត្រូវណាចឹងទី3យើងរកតម្លៃសរុបដែលលក់បានគឺរកតែផ្លែប៉ោមដដែលទី3រកតម្លៃសរុបដែលលក់បានគឺផ្លែប៉ោមហើយលក់នៅតំបន់ភ្នំពេញអានេះបើន័យថាយើងដាក់លក្ខខណ្ឌដល់ទី2បាទទី1គឺយើងយកតែផ្លែប៉ោមបាទទី2យើងយកតែភ្នំពេញទេបាទហើយសៀមរាបអត់យកទេតំបន់ណាផ្សេងអត់យកទេគឺយកតែភ្នំពេញតើលក់បានប្រមាណអូខេលេងដាក់សញ្ញាស្មើសាំពុដាក់សាំពុដាក់ទី1យើង select array ទី1ដែលជា array ទី1គឺឈ្មោះទំនិញអញ្ចឹងយើង select មកបាទតែហើយយើងដាក់សញ្ញាស្មើហើយយើងសេឈ្មោះទំនិញដែលយើងចង់បូកសរុបគឺផ្លែប៉ោមបាទណាចង់រើផ្លែក្រូចសេផ្លែក្រូចទៅបាទបន្ទាប់មកទៀតបិទវងកញ្ចក់មកវិញហើយដាក់សញ្ញាគុណបាទហើយបើកវងកញ្ចក់មកវិញទៀតបើកវងកញ្ចក់ទៀតគឺយើងselect តំបន់បាទព្រោះយើងចង់បានតំបន់ភ្នំពេញអញ្ចឹងយើង select តំបន់មកអត់ទាន់បិទវងកញ្ចក់ទេយើងដាក់សញ្ញាស្មើហើយយើងដាក់ double quote មកយើងសរសេរឈ្មោះតំបន់គឺភ្នំពេញបាទហើយបិទវងកញ្ចក់មកវិញហើយដាក់សញ្ញាគុណហើយយើងបើកវងកញ្ចក់គុណនឹងតម្លៃបាទតម្លៃនៃមុខទំនិញទាំងអស់នេះបើកវងកញ្ចក់គុណទៀតគុណនឹងចំនួនដែលលក់បានបាទហើយបិទវងកញ្ចក់មកវិញមកបាទយើងមើលវងកញ្ចក់ក្រោយគេនេះគឺអត់មានគូគេទេណាអញ្ចឹងគូវានៅនេះតែខ្វះបើកមួយទៀតអញ្ចឹងបើកវងកញ្ចក់មួយទៀតមកបាទអញ្ចឹងញ៉ានេះគូវានេះគូគេនេះនេះគូគេនេះខ្មៅនេះគឺវងកញ្ចក់ធំជាងគេក្តោបទាំងអស់អូខេហើយចុច enter មកបាទអញ្ចឹងឃើញ 90000 5500ឥឡូវមើលណាជាមួយភ្នំពេញប៉មភ្នំពេញអានេះប៉មដែរភ្នំពេញដែរអញ្ចឹងមាន2នេះប៉មតែសៀមរាបអញ្ចឹងមាន2អញ្ចឹងប៉មភ្នំពេញមួយនេះគឺ 40000 អញ្ចឹងប៉មភ្នំពេញមួយទៀតនេះ 55000 អញ្ចឹង 445នេះ 95000 55000 អញ្ចឹងត្រូវណាបាទនេះក៏ជាការប្រើសញ្ញាគុណបាទដោយដែលយើងបានឃើញទ្រឹស្ដីមិញហើយថាយើងអាចជំនួសសញ្ញាខូម៉ាដោយសញ្ញាបូកដកគុណចែកបាននៅក្នុងនេះហើយថាបូកបានដកបានអាស្រ័យនឹងតម្រូវការរបស់យើងណាបាទនេះយើងអាចជំនួសខូម៉ាដោយសញ្ញាគុណបាទឥឡូវយើងទៅមើលការប្រើសញ្ញាបូកម្ដងបាទនេះគឺជាតារាងដែលយើងយកមកបង្ហាញអំពីការប្រើសញ្ញាបូកនៅក្នុងរូបមន្តសាមប្រដាប់ខ្ញុំចង់បូកចំនួនលក់បានថ្ងៃទី1នេះថ្ងៃទី1នេះបាទហើយនឹងចំនួនលក់បានថ្ងៃទី2បាទដោយប្រើរូបមន្តសាមប្រដាប់ជាងដាក់ស្មើស្មើមកសាមប្រដាប់ហើយយើងយកarray ទី1ចំនួនលក់បានថ្ងៃទី1បាទបូក
វាហើយ array ទី2បាទយើងយកចំនួនលក់បានថ្ងៃទី2បាទបាទបញ្ចប់វិញបាទយើងមើលឃើញថាចំនួនលក់បានទាំង2ថ្ងៃសរុបគឺ110គីឡូបាទមិនដឹងថាពិតឬអត់ទេឥឡូវយើងរកមួយមើលអូខេឥឡូវខ្ញុំប្រើរូបមន្តសាំបាទសាំដោយសារយើងបូកសរុបថ្ងៃទី1ថ្ងៃទី2អញ្ចឹងយើងប្រើរូបមន្តសាំអញ្ចឹងដាក់ស្មើសាំបាទថ្ងៃទី1បូកថ្ងៃទី2មកបើយើងចង់វិញបាទយើងឃើញ25 10បូក15 25ហើយយើងអូសមកបាទហើយអានេះគឺយើងប្រើរូបមន្តសាំទៀតណានេះរូបមន្តសាំទៀតបើយើងចង់មកវិញបាទយើងឃើញថា110ដែរណាអញ្ចឹងមិនន័យថារូបមន្តសាំ product នេះគឺត្រឹមត្រូវណាបាទដោយប្រើសញ្ញាបូកបានតែសញ្ញាគុណនឹងចែកអាហ្នឹងខ្ញុំមិនបានបង្ហាញទេអាហ្នឹងដោយសារយើងមិនដូចថាមិនត្រូវការបើអ្នកនរគ្នាត្រូវការប្រើយើងធ្វើទៅណាបានអញ្ចឹងការប្រើរូបមន្តសាំ product បាទនៅពេលនេះគឺចប់តែត្រឹមនេះបាទហើយសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនា